ក្មេងស្រីម្នាក់មានទេពកោសល្យខុសប្លែកតាំងពីតូចមិនដឹងសូម្បីតែមួយស្មើប៉ុន្មានខណៈដែលឪពុកនាងវិញគឺជាអ្នកមានអំណាចក្នុងវិស័យហិរញ្ញវត្ថុមានទ្រព្យសម្បត្តិរាប់ពាន់លានម្ដាយនាងជាតារាសម្ដែងស្រីស្អាតល្បីល្បាញឈ្នះពានរង្វាន់រាប់មិនអស់មុខមាត់អស្ចារ្យដល់ថ្នាក់លើសគេបងប្រុសក៏ជាក្មេងឆ្លាតវៃខ្លាំងអាយុត្រឹមតែ4ឆ្នាំក៏អាចរៀបចំការតាំងពីពណ៌គំនូរផ្ទាល់ខ្លួនបានតែមានតែក្មេងស្រីនេះទេអាយុ4ឆ្នាំនៅតែលេងដេកល្បាយមិនត្រឹមតែប៉ុណ្ណោះសូម្បីតែអ្នកបម្រើនៅផ្ទះឈ្មោះអ៊ុំវាងក៏ជាអ្នកជំនាញគុនគួរឲ្យខ្លាចខណៈអ្នកគ្រប់គ្រងផ្ទះឈ្មោះអ៊ុំចេនក៏ជាអ្នកធំលាក់ខ្លួនមិនបង្ហាញខ្លួនក្នុងសង្គមនិយាយតែពាក្យមួយក៏អាចធ្វើឲ្យកងទ័ពរាប់ពាន់ថយក្រោយបានអាចនិយាយបានថាសមាជិកគ្រួសារនេះគ្មានអ្នកណាម្នាក់អសមត្ថភាពឡើយសុទ្ធតែជាមនុស្សកំពូលហេតុនេះហើយធ្វើឲ្យក្មេងស្រីសង្ស័យថាតើពេលកើតមកនាងត្រូវគេបដូរខុសឬអត់ប៉ុន្តែសំណាងល្អគ្រួសារទាំងមូលស្រឡាញ់និងលើកទឹកចិត្តនាងខ្លាំងក្រោយមកនាងក៏បោះបង់ការគិតច្រើនហើយរស់នៅដោយសុខចិត្តតែថ្ងៃមួយស្រាប់តែមាននារីម្នាក់អះអាងថាខ្លួនជាកូនស្រីពិតរបស់ត្រកូលស៊ូមកដល់ផ្ទះហើយនិយាយថាពេលកើតមកអ្នកថែទាំបានទទួលសារភាពថាបានបដូរកូនខុសហើយនាងទើបជាកូនស្រីពិតប៉ុន្តែអ្វីដែលមិនគួរឲ្យជឿគឺសមាជិកគ្រួសារទាំងអស់មានមុខស្ងៀមស្ងាត់គ្មានការភ្ញាក់ផ្អើលសោះដើម្បីឲ្យឪពុកម្ដាយជឿនារីចិត្តក្បត់នោះចាប់ដៃក្មេងស្រីឡើងហើយឲ្យឪពុកម្ដាយមើលមុខទាំងពីរនិយាយថានាងមានមុខស្រដៀងឪពុកម្ដាយជាងហើយតាំងពីតូចមកជាសិស្សល្អគ្រប់ផ្នែកខណៈក្មេងស្រីវិញតាំងពីតូចរហូតដល់ធំគឺរៀនក្រោយគេសូម្បីតែសញ្ញាបត្រសាកលវិទ្យាល័យក៏ប្រើសាច់ញាតិទិញមកដូច្នេះនាងទើបជាកូនស្រីពិតអ៊ុំវាងមើលមិនស្រួលទើបរំលឹកថាសម័យនេះវិទ្យាសាស្ត្រពេទ្យរីកចម្រើនមានបច្ចេកវិទ្យាហៅថាតេស្តឈាមសាច់ញាតិមនុស្សទាំងអស់ទើបដឹងខ្លួនហើយថ្ងៃនោះរសៀលក៏ទៅមន្ទីរពេទ្យធ្វើតេស្តបន្ទាប់ពីធ្វើរួចគ្រូពេទ្យប្រាប់ឲ្យត្រឡប់ទៅផ្ទះរងចាំលទ្ធផលមួយខែនេះធ្វើឲ្យនារីចិត្តក្បត់ខឹងដល់ថ្នាក់ស្ទើរផ្ទុះត្រឡប់មកផ្ទះនាងចង់ឲ្យឪពុកម្ដាយនៅជាមួយខ្លួនប៉ុន្តែគ្រួសារនេះសុទ្ធតែជាមនុស្សធ្វើការលើសលប់គ្មានពេលទេទើបឲ្យនាងទៅលេងខ្លួនឯងពេលនោះអ៊ុំវាងយកអាហារឆ្កែដែលក្មេងស្រីទិញពីក្រៅប្រទេសមកក្មេងស្រីកំពុងត្រៀមយកទៅឲ្យឆ្កែឈ្មោះវាងសៃស្រាប់តែនារីចិត្តក្បត់ឆក់ចានឆ្កែទៅហើយនិយាយថាឆ្កែផ្ទះនេះគួរតែឲ្យនាងបំបើក្មេងស្រីជាមនុស្សក្រៅឲ្យទៅឆ្ងាយក្មេងស្រីព្យាយាមប្រាប់ថាឆ្កែនេះកាចនាងមិនអាចគ្រប់គ្រងបានទេប៉ុន្តែនារីនោះមិនស្ដាប់ក្មេងស្រីអាចតែអធិស្ឋានឲ្យនាងសំណាងល្អនារីចិត្តក្បត់វិញកំពុងស្រមៃថានឹងយកចិត្តឆ្កែបណ្ដេញក្មេងស្រីឲ្យឯកោហើយយកអ្វីទាំងអស់មកជាកម្មសិទ្ធិខ្លួនតែការពិតគឺខូលខើឆ្កែនោះជាឆ្កែកាចខ្លាំងបណ្ដាឲ្យនាងភ័យរហូតស្រែកហើយឆ្កែដេញខំនាងគ្មានទីរត់នាងរត់ទៅក្រោយក្មេងស្រីហើយរុញនាងចេញធ្វើជាខែតែក្មេងស្រីគ្រាន់តែនិយាយថាអង្គុយឆ្កែក៏អង្គុយភ្លាមក្រោយឆ្កែទៅហើយនារីចិត្តក្បត់បដូរអាកប្បកិរិយាចោទថាក្មេងស្រីបញ្ជាឆ្កែឲ្យខំនាងស្រាប់តែគូតនាងឈឺមើលទៅឃើញឈាមទើបដឹងថាត្រូវឆ្កែខំហើយសន្លប់ភ្លាមទៅដល់មន្ទីរពេទ្យគ្រូពេទ្យយកស៊ីរាំងធំមកចាក់វ៉ាក់សាំងកម្ចាត់ជំងឺឆ្កែឆ្កួតនាងភ័យចង់រត់តែត្រូវក្មេងស្រីនិងគិលានុបដ្ឋាយិកាចាប់ទប់ហើយចាក់ចូលគូតយ៉ាងពេញកម្លាំងត្រឡប់មកផ្ទះម្ដាយមិនសួរសុខទុក្ខនាងសោះតែវិញទៅវិញទាញក្មេងស្រីឲ្យសាកសម្លៀកបំពាក់ថ្មីនារីចិត្តក្បត់ឃើញឱកាសក៏ស្ម័គ្រចិត្តជំនួសលទ្ធផលម្ដាយរៀបចំឲ្យនាងដូចដើមឈើបុណ្យណូអែលពាក់ខោអាវធ្ងន់ត្រូវអត់ទ្រាំសំបីតែពេលញ៉ាំបាយបន្ទាប់មកនាងនៅតែចង់បង្ករឿងលួចយកខ្សែកពីទូសុវត្ថិភាពទៅដាក់ក្នុងបន្ទប់ក្មេងស្រីហើយចោទថានាងលួចតែអ្វីដែលមិនគិតដល់គឺខ្សែកនោះជាអំណោយពីស្នេហាដំបូងរបស់ឪពុកម្ដាយខឹងដល់ថ្នាក់យកផ្ទាំងផ្កាវាយឪពុកហើយនារីចិត្តក្បត់ខ្លាចជាជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យម្ដងទៀតចុងក្រោយឪពុកម្ដាយស្រុះស្រួលគ្នាវិញបងប្រុសក៏គិតថាក្មេងស្រីធ្វើដើម្បីរក្សាគ្រួសារហើយឪពុកផ្ដល់កាតខ្មៅឲ្យក្មេងស្រីប្រើដោយសេរីនារីចិត្តក្បត់មើលឃើញរង្វាន់ដែលគិតថាជារបស់ខ្លួនត្រូវគេយកទៅហើយស្ទើរតែឡើងពីគ្រែពេទ្យដោយសារកំហឹង